ផ្លូវជីវិតវែងឆ្ងាយណាស់ខ្ញុំយល់ថាលើโลกនេះមានជួបហើយក៏មានការបែកគ្នាដែរមនុស្សដែរជាទីស្រឡាញ់បំផុតក៏ត្រូវគង់នឹងគេចាក់ចេញទៅទោះបីជាការស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ដោយព្រំលិខិតតែងតែកំណត់រូបជាការស្រេចសម្រាប់ទៅលើមនុស្សគ្រប់រូបយើងគួរតែទទួលយកនៅអ្វីដែលយើងកំពុងតែមានហើយយើងត្រូវតែទទួលយកនៅអ្វីដែលយើងកំពុងតែខំកសាងឡើងផ្លូវវែងឆ្ងាយណាស់សម្រាប់ឲ្យយើងរាល់គ្នាដើរទៅសម្រាប់ឲ្យយើងរាល់គ្នាខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅដែលយើងទាំងអស់គ្នាចង់បានអ្វីត្បិតតែមនុស្សយើងគ្រប់គ្នាមិនអាចដឹងមុនថាឆាកជីវិតរបស់មនុស្សយើងអាចនឹងទៅវិញនៅពេលណាប៉ុន្តែយើងត្រូវតែសម្លឹងមើលគោលដៅឲ្យបានវែងឆ្ងាយបំផុតមិនថាគោលដៅនោះនៅឆ្ងាយដល់កម្រិតណានោះទេយើងត្រូវតែមានក្តីសង្ឃឹមមានសេចក្តីព្យាយាមអំណត់អត់ធ្មត់នឹងការងារធ្វើកិច្ចការងារប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវនោះជីវិតរបស់មនុស្សយើងនឹងមានតម្លៃបំផុតហើយបងប្អូននឹងមានតម្លៃនៅក្នុងក្រុមហ៊ុននានាដែលបងប្អូនកំពុងតែធ្វើហើយក៏កំពុងតែធ្វើកិច្ចការងារឲ្យខ្លួនឯងប្រកាសជានឹងជោគជ័យនៅថ្ងៃណាមួយជាក់ជាពុំខានសូមបងប្អូនទាំងអស់គ្នាកុំបាក់ទឹកចិត្តនៅក្នុងរឿងអ្វីមួយឲ្យសោះមិនថាក្នុងរឿងស្នេហាមិនថាក្នុងរឿងការងារមិនថាក្នុងរឿងអ្វីមិនថាក្នុងរឿងអ្នកដទៃនិយាយតិះដៀលថាស្ដីឲ្យបងប្អូនយ៉ាងណានោះទេបងប្អូន